បាទសួស្តីអ្នកទាំងអស់គ្នាជាងថ្ងៃនេះដែរខ្ញុំមានមេរៀនភាសាអង់គ្លេសកម្រិតដំបូងដែលជាប្រភេទ beginner conversation សម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀនចឹងនៅក្នុងនេះយើងចូលមកកាន់មេរៀនទី1 lesson 1 greeting and introducing yourself និយាយអំពីការស្វាគមន៍និងការណែនាំខ្លួនចឹងយើងរៀនអំពីពាក្យ vocabulary ចឹងនៅក្នុងនេះយើងមានពាក្យថា hello hi ចឹងប្រែថាសួស្តីនិងមានពាក្យ good morning ប្រែថាអរុណសួស្តី good afternoon ប្រែថាទិវាសួស្តី good evening ប្រែថាសាយ័ន្តសួស្តី my name is ប្រែថាឈ្មោះរបស់ខ្ញុំគឺ I am years old ប្រែថាខ្ញុំអាយុឆ្នាំ I am from ប្រែថាខ្ញុំមកពី nice to meet you ប្រែថារីករាយដែលបានស្គាល់អ្នកចឹងយើងចូលមកដល់ conversation example ការសន្ទនាគំរូចឹងនៅក្នុងនេះយើងមានតួអង្គពីរគឺតួអង្គ A ហើយនិងតួអង្គ B ចឹងតួអង្គ A គាត់និយាយថា hello ចឹងតួអង្គ B គាត់និយាយថា hi អញ្ចឹងតួអង្គ A គាត់និយាយបន្តគាត់សួរថា what's is ឬមួយកន្លែងយើងអានថា what's your name អញ្ចឹង B គាត់ឆ្លើយថា my name is Ronnie អញ្ចឹង B គាត់សួរបន្ត what's your name គាត់សួរត្រឡប់វិញអញ្ចឹងគាត់សួរតើអ្នកឈ្មោះអ្វីអញ្ចឹង A គាត់ឆ្លើយថា my name is John nice to meet you អញ្ចឹង A គាត់ឆ្លើយថាខ្ញុំឈ្មោះ John រីករាយដែលបានជួបអ្នកអញ្ចឹង B គាត់ឆ្លើយថា nice to meet you too រីករាយដែលបានជួបអ្នកដូចគ្នាអញ្ចឹង A គាត់សួរបន្តគាត់សួរថា where are you from អញ្ចឹង A គាត់សួរថាតើអ្នកមកពីណាអញ្ចឹង B គាត់ឆ្លើយថា I am from Cambodia and you អញ្ចឹង B គាត់ឆ្លើយថាខ្ញុំមកពីប្រទេសកម្ពុជា and you ចុះអ្នកវិញអញ្ចឹង A គាត់ឆ្លើយថា I am from the USA អញ្ចឹង A គាត់ឆ្លើយថាខ្ញុំមកពីសហរដ្ឋអាមេរិកអញ្ចឹងមកដល់ចំណុចមួយទៀតគឺ practice លំហាត់អនុវត្តអញ្ចឹងនៅក្នុងលំហាត់អនុវត្តនេះគឺគេសួរជាសំណួរជាភាសាអង់គ្លេសអញ្ចឹងយើងឆ្លើយជាភាសាអង់គ្លេសអាចឆ្លើយជាព័ត៌មានផ្ទាល់ខ្លួនជាក់ស្ដែងក៏បានឬមួយក៏អាចឆ្លើយជាចម្លើយដែលអ្នកបង្កើតដោយខ្លួនឯងក៏បានអញ្ចឹងសំណួរទី1គេសួរថា what's your name អញ្ចឹងយើងឆ្លើយមកតើអ្នកឈ្មោះអ្វីអញ្ចឹងខ្ញុំឆ្លើយពីព័ត៌មានផ្ទាល់ខ្លួនខ្ញុំឆ្លើយថា My name is Ronnie ចឹងសំណួរទី2គេសួរថា Where are you from តើអ្នកមកពីណាចឹងខ្ញុំឆ្លើយថា I'm from ហ្នឹងគឺវាស្មើនឹងពាក្យថា I am ចឹងយើងឆ្លើយថា I'm from តាកែវ Province អូខេ
ចឹងសំណួរទី3គេសួរថា How old are you តើអ្នកអាយុប៉ុន្មានហើយចឹងខ្ញុំឆ្លើយថា I'm 31 years old. I'm 31 years old. ចឹងខ្ញុំ I'm 31 years old ខ្ញុំអាយុ31ឆ្នាំសូមអរគុណ